បាទទៅសក់20ថ្ងៃដី20 អាប៉ុន្តែកសិករនឹងគាត់ដាំប្រហែលជា6កញ្ចប់បងប្អូនគាត់ដាំរៀងវល់បន្តិចប៉ុន្តែការបេះដែលបានច្រើនបំផុតហ្នឹងគាត់បាន800គីឡូ800គីឡូហើយលើកទី28ថ្ងៃប៉ុន្តែឃើញថាក៏តិចចុងត្រឹងនៅតែស្អាតបងប្អូនអាចកសិករណាដែលចង់ដាំត្រសក់អាចមើលការធ្វើទ្រឹងគាត់បានបាទខ្ពស់ចុងដៃខ្ញុំលូកមិនចង់អត់ចង់ដល់ចុងដៃលើកទី28ថ្ងៃបងប្អូនតែអញ្ចឹងស្ទើរតែអត់ខ្ទេចចុងត្រឹងហ្នឹងមើលចុះក្រោមខ្ពស់អត់ដីជិត20 អា800គីឡូជាងបងប្អូនហើយដាំដល់6កញ្ចប់សោះសាកសិករនឹងដាំបានល្អស្មើទៀតបងប្អូននេះទី3ថ្ងៃហ្នឹងខ្លាយណាសម្បល់សិនសម្បល់អញ្ចឹងប៉ុន្តែគេឲ្យថ្លៃជាងពូជធម្មតាហ្នឹង200ទៅ500បងប្អូនថ្លៃជាងនេះវាសម្បល់ទៅវាអត់សខ្លាំងក៏អត់សូវគឺខ្លាំងដែរ